បន្ទាប់ពីបានឆ្លងកាត់ដំណាក់កាលនៃការសម្ភាសហើយទទួលបានការងារនៅក្នុងក្តីសម័យរបស់យើងសំណួរបន្ទាប់ដែលដង្កល់ក្នុងចិត្តយើងមុនគេនោះគឺថាតើត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យការងារថ្មីរបស់យើងរលូននិងជោគជ័យជំរាបសួរនាងខ្ញុំឈុំជាតាសូមស្វាគមន៍មកកាន់ Okin Insight Podcast episode ទី2ដែលនិយាយអំពីថ្ងៃដំបូងរហូតដល់90ថ្ងៃនៃការងារថ្មីថ្ងៃនេះយើងមកជជែកជាមួយនឹងបុគ្គលិករបស់យើងដែលគាត់នឹងចែករំលែកពីបទពិសោធន៍ពិតជាក់ស្ដែងពីថ្ងៃដំបូងរហូតដល់90ថ្ងៃរបស់គាត់នៅក្នុងក្រុមហ៊ុន Okin កម្ពុជាហើយបុគ្គលិករបស់យើងដែលនឹងមកចែករំលែកនៅក្នុងវីដេអូនេះគឺនិរដីគាត់គឺជាបុគ្គលិកផ្នែកត្រួតពិនិត្យគុណភាពសេវាកម្មដែលបានចាប់ដើមការងារជាមួយក្រុមហ៊ុនជាអ្នកហាត់ការរហូតក្លាយទៅជាបុគ្គលិកពេញសិទ្ធិហើយមកដល់បច្ចុប្បន្នគាត់បានកំពុងបម្រើការជាមួយនឹងក្រុមហ៊ុនអស់រយៈពេលជាង1ឆ្នាំហើយអញ្ចឹងយើងមកជួបគាត់ទាំងអស់គ្នាជំរាបសួរអ្នកដីជំរាបសួរបងសុខសប្បាយអូនសុខសប្បាយធម្មតាបងមិនដែរការងារមួយរយៈនេះរៀងរវល់បន្តិចបងដឹងដែរតាគឺ line manager ណៃប្រាប់បងដែរតំណបានសុំមិនឯងមកធ្វើជាវិក្កាមិនថ្ងៃនេះអត់អីបងនៅតែអាច manage បានអូខេហើយឮថាដូចកំពុងរៀប plan ទៅចោះបេសកកម្មតាមខេត្តទៀតត្រូវទេចាបងយើងមាននៅក្នុងឆ្នាំនេះយើងមាន plan ច្រើនទៅខេត្តណាខ្លះអូនមាននៅខេត្តកំពង់សោមឬហៅផ្សេងនោះសៀមរាបបាត់ដំបងជាមួយនឹងប៉ោយប៉ែតហើយនឹងកកុងតែយើងមានច្រើនខេត្តដែរដោយសារក្រុមហ៊ុនយើងផ្ដល់សេវាកម្មទូទាំងប្រទេសហ្នឹងហើយអូខេចឹងឥឡូវយើងថ្ងៃនេះយើងនឹងធ្វើការជជែកគ្នាបន្តិចហើយចង់ឲ្យអូនចែករំលែកបទពិសោធន៍ពិតៗរបស់អូនតាក់ទងជាមួយនឹងការចាប់ផ្ដើមការងារពីថ្ងៃដំបូងដល់ថ្ងៃដល់90ថ្ងៃនៃការងារនៅក្នុងក្រុមហ៊ុន Okin កម្ពុជារបស់យើងអញ្ចឹងណាអូនចាំអារម្មណ៍ពីថ្ងៃដំបូងដែលបានចូលរួមជាមួយ Okin ទេចាំបងហើយចាំច្បាស់ទៀតអារម្មណ៍មិនដែរបងអញ្ចឹងនៅក្នុងថ្ងៃដំបូងពីយប់ឡើងមានអារម្មណ៍ថារំភើបភ័យអរសប្បាយចិត្តដែលយើងបានទទួលបានការងារហើយនៅក្នុងថ្ងៃទី1ហ្នឹងមានអារម្មណ៍ថារៀងភ័យខ្លាចប៉ុន្តែបន្ទាប់ពីខ្ញុំបានចូលមកកាន់ក្រុមហ៊ុនហើយបានជួបជាមួយនឹង HR ព្រោះថ្ងៃដំបូងហ្នឹងខ្ញុំបានជាមួយជួប HR មុនគេគឺតែជាមានអារម្មណ៍ថាកក់ក្ដៅហើយគាត់ថាខ្ញុំប្រហែលជារើសក្រុមហ៊ុនត្រូវហើយក្នុងការចាប់ផ្ដើមការងារទី1របស់ខ្ញុំចាបងយល់អារម្មណ៍ហ្នឹងព្រោះបងចំពោះបងមានបទពិសោធន៍រៀងយូរដែរជាខ្លួនឯងទោះបីជាការផ្លាស់ប្ដូរក្រុមហ៊ុនពីទៅក្រុមហ៊ុនថ្មីក៏អារម្មណ៍ចូលក្រុមហ៊ុនថ្មីក៏មានអារម្មណ៍ថាភ័យក្តុកក្តួលក្នុងចិត្តថាស្អែកមួយយ៉ាជួបមិត្តរួមការងារថ្មីមេថ្មីបរិយាកាសថ្មីអីចឹងទៅអញ្ចឹងមិនខ្លួនឯងបាននិយាយបានថាបានប្រាប់បងថាតើតងជាមួយនឹងអារម្មណ៍មានអារម្មណ៍ថាកក់ក្ដៅទៅបីជាថ្ងៃដំបូងតើក្រុមហ៊ុនឬក៏ HR បានធ្វើអីខ្លះឲ្យខ្លួនឯងមានអារម្មណ៍ថាកក់ក្ដៅយ៉ាបងពេលដែលចូលមកដំបូងហ្នឹងគឺ HR គាត់បានឲ្យខ្ញុំធ្វើតែសមត្ថភាពអាចថាគ្រាន់តែជាខ្វេសធម្មតាមួយឯងចាខ្ញុំក៏ចាប់ផ្លែកអារម្មណ៍ដែរហេតុអីចាំបាច់ត្រូវធ្វើខ្វេសប៉ុន្តែបន្ទាប់ពីធ្វើខ្វេសហើយគឺគាត់ចាប់ផ្ដើមឲ្យយើងចូលទៅក្នុងវគ្គមួយដែលគាត់ចាប់ផ្ដើមបង្ហាញពីហៅថា orientation អំពីឲ្យស្គាល់កាន់តែច្បាស់ពីក្រុមហ៊ុនអញ្ចឹងណាក្នុងនឹងមានដូចជាpolicy របស់ក្រុមហ៊ុនថាយើងត្រូវគ្រប់អីគេខ្លះបទបញ្ជាផ្ទៃក្នុងតើអីដែលគួរធ្វើមិនគួរធ្វើហើយឲ្យស្គាល់ពីក្រុមហ៊ុនតើតជាមួយនឹងរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនតើក្រុមហ៊ុនយើងមានរចនាសម្ព័ន្ធបែបម៉េចហើយតើក្រុមហ៊ុនជាក្រុមហ៊ុនផ្ដល់សេវាកម្មហ្នឹងតើសេវាកម្មបែបម៉េចឲ្យយើងកាន់តែយល់ច្បាស់ក្រុមហ៊ុនថាចាក្រុមហ៊ុនរស់ស៊ីអីគេចាហ្នឹងហើយរស់ស៊ីអីគេក៏ពិតមែនតើពេលមកសម្ភាសក៏បានដឹងដែរតែគាត់ថាពេលដែលយើងចូលធ្វើការអញ្ចឹងក្រុមហ៊ុនHR គេ orientation ហើយអញ្ចឹងយើងកាន់តែទទួលបានព័ត៌មានលម្អិតជាងហ្នឹងស៊ីជម្រៅជាងហ្នឹងចាបងចាអូខេហើយបន្ទាប់មកមានអីគេទៀតដែរបន្ទាប់ពីចប់ពេល orientation គឺបង HR គាត់ចាប់ដើមណែនាំខ្ញុំទៅកាន់គ្រប់ department នៅក្នុងក្រុមហ៊ុនគេហៅថា office tour អញ្ចឹងពេលហ្នឹងខ្ញុំប្លែកចិត្តមែនតើព្រោះខ្ញុំគិតថាខ្ញុំគ្រាន់តែជាបុគ្គលិក intern ទេពេលដែលខ្ញុំមកដំបូងប៉ុន្តែខ្ញុំទទួលបានអារម្មណ៍កក់ក្ដៅដែរខ្ញុំត្រូវបានគេយកចិត្តទុកដាក់ក្នុងការណែនាំក្នុងការបង្ហាញទៅគ្រប់គ្នានៅក្នុងក្រុមហ៊ុនថាឥឡូវយើងមានបុគ្គលិកថ្មីហើយអាចថាមិនត្រឹមតែណែនាំខ្ញុំទៅ
អាចថាមិត្តក្រុមការងារអាចថាដល់តាមថ្នាក់លើទៀត ថ្នាក់ ចឹងថ្នាក់ដឹកនាំរបស់យើងចឹងមានអារម្មណ៍ថាអូក្រុមហ៊ុននេះអាចថាគាត់មាន onboarding process ដែលល្អហ្នឹងហើយហើយអាចថាខ្ញុំបុគ្គលិកថ្មីទៅពេលខ្ញុំជួបអារម្មណ៍ចឹងទៅមានខ្ញុំកក់ក្ដៅមែនតើហើយព្រោះនៅទីនេះយើងចង់ឲ្យបុគ្គលិកមានអារម្មណ៍ថាមិនថាបុគ្គលិកហាត់ការឬបុគ្គលិកពេញសិទ្ធឬក៏បុគ្គលិកតំណែងណាគឺត្រូវបានយកចិត្តទុកដាក់ហើយនឹងផ្ដល់ភាពកក់ក្ដៅគ្រប់ទាំងអស់ចាពីថ្នាក់ដឹកនាំរបស់យើងអូខេហើយចុះ office tour មានលើសពីហ្នឹងអត់មានបងបន្ទាប់ពីយើងបានដើរជុំវិញ office ហើយគាត់ក៏បានបង្ហាញខ្ញុំឥឡូវនេះជា grand bar ដែលយើងអាចទៅញ៉ាំបាយថ្ងៃត្រង់នៅនេះបានហើយនឹងប្រាប់បន្ទប់ទឹកយើងនៅណាចឹងទៅខ្លាចខ្ញុំអៀនអត់ហ៊ានសួរយ៉ាបងសំខាន់ណាស់អាហ្នឹងក៏ព្រោះអីបងធ្លាប់ជួបបុគ្គលិកខ្លះគាត់ទុកចិត្តអត់ហ៊ានសួរណាអៀនអត់ហ៊ានដឹងថាបន្ទប់ទឹកនៅណាតែយើងយកអារម្មណ៍បុគ្គលិកមកគិតគូរទាំងអស់អញ្ចឹងយើងប្រាប់ទាំងអស់កន្លោះកលៀតណាឲ្យគាត់ដឹងថាដើម្បីទៅរកផ្ទះបាយអាសេសផ្ទះបាយគួរនៅណាបន្ទប់ទឹកនៅណាអញ្ចឹងដែរអូខេហើយតាក់ទងជាមួយនឹងចុះពេលថ្ងៃដែលមិញនិយាយរៀបរាប់ពីពេលផឹកនៃថ្ងៃទី1ចុះពេលថ្ងៃអញ្ចឹងបន្ទាប់ពីយើងចប់ពេល orientation ក៏ដូចជា office tour ហើយនៅពេលថ្ងៃHR គាត់បានឲ្យជាកុងត្រាដើម្បីខ្ញុំបានអានដឹងពីថាតើយើងទៅធ្វើគេខ្លះនៅក្នុងក្រុមហ៊ុនហ្នឹងអញ្ចឹងកុងត្រាអាចថាយើងនឹងច្បាស់ហើយអាចនឹងមាន offer អីផ្សេងៗលក្ខខណ្ឌការងាររបស់យើងហើយក៏ដូចជា job description របស់ខ្ញុំថាខ្ញុំត្រូវធ្វើគេខ្លះអញ្ចឹងខ្ញុំត្រូវអានដែលយកចិត្តទុកដាក់គាត់ក៏បានបង្ហាញយើងដែរថាយើងអានដែលយកចិត្តទុកដាក់ថាថ្ងៃទី1ហ្នឹងយើងត្រូវស្គាល់គេខ្លះដឹងអីគេខ្លះដើម្បីអាចថាយើងបន្តទៅមុខមួយគ្នាទៀតអញ្ចឹងណាព្រោះអាចបើសិនជាយើងអត់បានដឹងពីរឿងនឹងអស់ទេស្រាប់តែធ្វើការមានបញ្ហាអីទៅមើលបញ្ហាទៅកលេចមើលអាកុងត្រាការងារឬក៏ job description ហ្នឹងអត់មានអាហ្នឹងក៏បញ្ហាដែរហ្នឹងហើយបងហ្នឹងហើយហើយក៏យើងអាចកំឡុងពេលដែលពងអានកុងត្រា review កុងត្រាហ្នឹងយើងក៏អាចសួរនាំបន្ថែមទៅលើ HR ដើម្បីបញ្ជាក់ថាហ្នឹងមិនដែរអូខេឲ្យ clear ពីដំបូងមកអូខេបន្ទាប់នឹងមកHR គាត់ធ្វើអីទៀតនាំទៅហ្នឹងហើយអញ្ចឹងបន្ទាប់ពីអានកុងត្រាចប់គាត់ចាប់ផ្ដើមណែនាំខ្ញុំទៅកាន់ line manager របស់ខ្ញុំហ្នឹងហើយព្រោះយើងមកទៅវងហ្នឹងគាត់អត់បានជួប line manager អញ្ចឹងថ្ងៃទី1ហ្នឹងគាត់ក៏បាននាំខ្ញុំទៅបន្ទាប់ពីយើងសញ្ញាកុងត្រាចប់ហ្នឹងក៏បានជួប line manager ហើយនឹងមិត្តរួមការងាររបស់យើងចាបងអញ្ចឹងបន្ទាប់ពីជួប line manager របស់យើងតើគាត់បាននិយាយអីខ្លះឬក៏បានធ្វើអីខ្លះដាក់យើងដែរចាអញ្ចឹងនៅក្នុងបន្ទាប់ពីជួប line manager របស់ខ្ញុំហើយគឺគាត់បានណែនាំបញ្យល់យើងពីការងារដែលខ្ញុំត្រូវធ្វើអញ្ចឹងខ្ញុំមានទំនួលខុសត្រូវការងាររបស់ខ្ញុំនៅក្នុងរយៈពេល90ថ្ងៃហ្នឹងថាខ្ញុំត្រូវធ្វើអីគេខ្លះដើម្បីអាច achieve ឬក៏ទៅមុខជាមួយនឹងក្រុមហ៊ុនអញ្ចឹងគាត់បានឲ្យខ្ញុំព្រោះខ្ញុំបានអានពី job description របស់ខ្ញុំហើយប៉ុន្តែគាត់បានជា set ជា KPI ខ្ញុំថាឥឡូវ90ថ្ងៃនេះតើខ្ញុំត្រូវធ្វើអីគេខ្លះតើខ្ញុំអានហ្នឹងយល់អត់ហើយត្រូវការ support ពីគាត់អីគេខ្លះអញ្ចឹងណាបងអញ្ចឹងខ្ញុំបានអានខ្ញុំបាន review មើលថាខ្ញុំធ្វើអីគេខ្លះហើយអត់យល់ចំណុចណាយើងអាចសាកសួរគាត់បន្ថែមបានចាអូខេកន្លែងនេះបងសូមបញ្ជាក់បន្តិចគីឡូបងប្អូនថ្មីដែលគាត់អត់ទាន់មានបទពិសោធន៍ការងារហើយក៏អត់ស្គាល់ថាស្អីគេទៅជា KPI ក៏អត់ធ្លាប់ឮអញ្ចឹងណាអញ្ចឹង KPI ពាក្យពេញរបស់វា Key Performance Indicator គឺជាមធ្យោបាយវាស់វែងពីប្រសិទ្ធភាពការងាររបស់បុគ្គលិកនៅក្នុងក្រុមហ៊ុននីមួយៗហើយគេធ្វើការកំណត់KPI ហ្នឹងស្របទៅតាមគោលការណ៍ឬក៏គោលដៅផែនការរបស់ក្រុមហ៊ុនឬរបស់អាជីវកម្មអញ្ចឹងអាហ្នឹងវាគឺជាការកំណត់ឲ្យដឹងថាតើយើងត្រូវសម្រេចអីគេខ្លះក្នុងរយៈពេលណាអញ្ចឹងដូចយើងនៅក្នុង probation ក៏យើងមានគេហៅថា KPI ក្នុង probation ដែរអញ្ចឹងក្រុមហ៊ុនយើងមានបានកំណត់ច្បាស់លាស់เนาะអូខេអញ្ចឹងតើក្នុងកំឡុងពេល90ថ្ងៃមិញអូនបានរៀបរាប់ពីថ្ងៃដំបូងនៃការចូលរួមធ្វើការជាមួយនៅខាងអគិនចុះបន្ទាប់ពីនឹងយើងបានដឹងហើយថាយើងត្រូវធ្វើការងារអីគេខ្លះក្នុងរយៈពេល90ថ្ងៃអញ្ចឹងយើងចាប់ផ្ដើមប្រឡូកហើយអញ្ចឹងតើជួបផលលំបាកអីគេខ្លះក្នុងរយៈពេល90ថ្ងៃហ្នឹងហើយបងអូនយកឈ្នះវាដោយរបៀបណាចាបងអញ្ចឹងតើតោះជាមួយនៅក្នុង90ថ្ងៃដំបូងខ្ញុំជឿថាអ្នកគេក៏មានភាព challenge ឬក៏អាចថាភាពលំបាកនៅក្នុងរយៈពេលហ្នឹងដែរហើយខ្ញុំក៏ជួបដូចគ្នាដែរ
សម្រាប់ខ្ញុំអាចថាខ្ញុំរៀងមានភាពភ័យខ្លាចដែរ fair អាចថាព្រោះយើងការងារថ្មីសម្រាប់យើងហើយអាចថាយើងមានទំនួលខុសត្រូវអាចថា independent អញ្ចឹងការងារហ្នឹងមិនអាចពឹងឲ្យគេជួយយើងទេយើងត្រូវតែធ្វើខ្លួនឯងហើយអញ្ចឹងខ្ញុំមានអារម្មណ៍ថារៀងភ័យខ្លាចដែរថាអូតិចអត់បានតិចអត់អាច complete វាទៅតិចអត់អាចជាប់ probation ទៅភ័យហ្នឹងហើយបងហើយភាពលំបាកមួយទៀតហ្នឹងគឺ timeline អាចថាអញ្ចឹងដោយសារយើងមានទំនួលខុសត្រូវការងារហើយ90ថ្ងៃយើងមាន KPI ឯថាយើងឥឡូវយើងធ្វើគេខ្លះមាន task អីគេខ្លះនៅក្នុងហ្នឹងអញ្ចឹងយើងចាប់ផ្ដើមច្បល់អូយធ្វើមិនទៅខែទី1ខ្ញុំត្រូវធ្វើគេខ្លះខែទី2ខ្ញុំត្រូវធ្វើ achieve មិនយើងរៀបពេលមិនដើម្បីអាចcomplete ការងារហ្នឹងអញ្ចឹងខ្ញុំបុគ្គលិកថ្មីខ្ញុំរៀងពិបាកដែរអាចអូធ្វើមិនទៅពិបាករៀបចំអត់ដឹងថា manage time មិនឲ្យវា complete ទេហើយចំណុចមួយទៀតហ្នឹងតកតងជាមួយនឹងអាចថាតកតងមួយ tool ឬក៏អាចថា system ហ្នឹងវា new សម្រាប់ខ្ញុំមែនតើព្រោះយើងធ្លាប់តែជានិស្សិតហើយយើងមកធ្វើការវាអាចថាយើងនៅជានិស្សិតយើងចេះដឹងរឿងហ្នឹងខ្លះហើយប៉ុន្តែពេលនៅមកធ្វើការវាអាចនឹងខុសប្លែកគ្នាដែរវាមិនដូចគ្នា 100% ទេអញ្ចឹងអាហ្នឹងក៏ជាផលលំបាកសម្រាប់ខ្ញុំដែរហើយសម្រាប់ភាពលំបាកទាំងអស់ហ្នឹងខ្ញុំអាចយកឈ្នះបានដោយការខិតខំប្រឹងប្រែងហើយមួយទៀតគឺជាភាពក្លាហានក្នុងការសុំការ support ឬក៏ការគ្រប់គ្រងពីHR ក៏ដូចជា line manager របស់ខ្ញុំហើយនឹងមិត្តរួមការងារហ្នឹងហើយនឹងមិត្តរួមការងាររបស់ខ្ញុំអញ្ចឹងតកតងជាមួយនឹង HR គាត់ក្នុងពេល90ថ្ងៃគឺអាចថាពេលខ្លះយើងមានអារម្មណ៍ដូចជាភាពភ័យខ្លាចនឹងវាមានច្រើនហើយអញ្ចឹងខ្ញុំបានន័យថាអ្នកដែលយើងស្គាល់មុនគេ HR ហ្នឹងហើយស្គាល់មុនគេគឺ HR check in រហូតទៅចាត្រូវហើយ HR គាត់តែងតែសួរឥឡូវមិនហើយតើអូនពេញចិត្តមួយបរិយាកាសការងារហ្នឹងអត់ការងារមិនដែរការងារមិនដែរតើទៅមុខឬក៏បែបម៉េចត្រូវការការគ្រប់គ្រងអីគេខ្លះគាត់តែងតែ check up មួយយើង check in មួយយើងរហូតហើយសម្រាប់ line manager របស់ខ្ញុំក៏ដូចជាមិត្តរួមការងាររបស់ខ្ញុំគឺគាត់ថា fully support ហ្មងគឺគាត់ support ខ្ញុំមែនតើដូចថាខ្ញុំអត់ចេះកន្លែងណាខ្ញុំសួរមិត្តរួមការងាររបស់ខ្ញុំគឺគាត់តែប្រាប់យើងពយល់កាយយើងរហូតតែមិនមែនថាគាត់ជួយយើងគ្រប់ពេលទេមានន័យថាយើងក៏ត្រូវចេះ self learning ឬក៏ស្វែងរកដែលយើងអត់ចេះនឹងខ្លួនឯងដែរមិនអាចពឹងលើគាត់រហូតទេគាត់ប្រាប់ប៉ុន្តែប្រាប់ក្នុងន័យយើងអាចថាចេះគិតជីរិះគិតគឺអត់ប្រាប់ត្រង់ហ្មងឯងអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំចូលធ្វើការនៅអូគីនខ្ញុំមានអារម្មណ៍ថាពិសេសមែនតើព្រោះអីខ្ញុំកម្រជួបណាគេដែលឲ្យយើងចេះរិះគិតពិចារណាគេប្រាប់យើងត្រង់ហ្មងប៉ុន្តែកន្លែងនេះគឺខ្ញុំពេញចិត្តមែនតើនៅក្នុងបប្រតិបត្តិការងារនៅទីនេះជាពិសេសហ្នឹងគឺ line manager របស់ខ្ញុំហ្នឹងហើយបងហើយគាត់តែងតែមានជា training ឬក៏ជា course អីដែលល្អក្នុងការចែកម្លែកមកកាន់ខ្ញុំអញ្ចឹងណាបងចាហើយប្រាប់ពីរបៀបធ្វើការងាររហូតនិយាយទៅដោយសារយើងថ្មីអញ្ចឹងគាត់ support មែនតើហើយគាត់មាន feedback អី along the way ហ្នឹងមានបងសម្រាប់ line manager របស់ខ្ញុំគឺគាត់ fully support ប៉ុន្តែក្នុងពេលហ្នឹងបើសិនជាខ្ញុំធ្វើអីដែលមិនត្រូវឬក៏អាចថាខុសគឺគាត់តែងតែ feedback ភ្លាមគាត់អត់ទុកទេគឺខ្ញុំខុសថ្ងៃហ្នឹងគឺគាត់ប្រាប់ថ្ងៃហ្នឹងដើម្បីអីគេឲ្យយើងកែហើយបើសិនជាកន្លែងណាចំណុចល្អគឺគាត់លើកសរសើរអញ្ចឹងខ្ញុំទទួលបានអារម្មណ៍ថាភាពស្មោះត្រង់នៅក្នុងការងាររបស់យើងអត់ទទួលបានអារម្មណ៍ថាអូខ្ញុំអត់បកកែឡើងណាខ្ញុំអត់ដឹងទេអញ្ចឹងខ្ញុំអត់បកកែឡើងណាគឺខ្ញុំដឹងហ្មងហ្នឹងហើយបងដើម្បីយើងអាចអភិវឌ្ឍខ្លួនចាចុះមានអារម្មណ៍ពេលខ្លះខឹងអន់ចិត្តអត់ថងពីដំបូងរៀងខឹងដែររបៀបមិនខឹងទេវាថាអន់ចិត្តគាត់ថាជាតិចខ្ញុំអត់ល្អគ្រប់គ្រាន់សម្រាប់ការងារហ្នឹងសម្រាប់ខ្ញុំអារម្មណ៍ខឹងឬក៏អន់ចិត្តហ្នឹងមិនមែនខឹង line manager ឬក៏ខឹងការងារហ្នឹងទេខឹងមួយខ្លួនឯងតិចខ្ញុំធ្វើការងារហ្នឹងអត់បានវាអត់ស័ក្តិសមមួយខ្ញុំឬក៏ខ្ញុំអត់មានសមត្ថភាពទៅប៉ុន្តែខ្ញុំទទួលបានការលើកទឹកចិត្តហ្នឹងហើយបងព្រោះខ្ញុំជឿថាការងារណាក៏លំបាកដែរវាមិនស្រួលទេអញ្ចឹងភាពខិតខំប្រឹងប្រែងហើយនឹងការលើកទឹកចិត្តពិតជាសំខាន់ហ្នឹងហើយពួកអីមនុស្សយើងមិនចេះសពគ្រប់ទេតែយើងត្រូវត្រៀមខ្លួនដើម្បីរៀនឲ្យសពគ្រប់ចាបងវាអញ្ចឹងហ្នឹងហើយខ្ញុំក៏អាចថារៀងដាក់ខ្លួននៅក្នុងការសម្របការងារហ្នឹងធ្វើម៉េច
ព្រោះការងារហ្នឹងវាថ្មីហើយវាលំបាកហើយបើយើងអត់ patient យើងអត់ដាក់ខ្លួនឬក៏នេះទេគឺយើងអត់អាចធ្វើការងារទៅមុខទេហើយខ្ញុំពិតជាចាប់ផ្ដើមស្រឡាញ់ការងារហ្នឹងបន្ទាប់ពីខ្ញុំព្យាយាមមករយៈពេលនៅក្នុង90ថ្ងៃហ្នឹង មុនដំបូងស្រឡាញ់បានភាគរយហើយបន្ទាប់ពី90ថ្ងៃហ្នឹងហើយស្រឡាញ់បានភាគរយស្មោះត្រង់ហ្មងពីដំបូងពិតជាអត់យល់ទេថាការងារហ្នឹងអីគេហ្មងប៉ុន្តែពេលយើងចាប់ផ្ដើមធ្វើយើងចាប់ផ្ដើមស្គាល់វាពីមួយថ្ងៃទៅមួយថ្ងៃទៅគឺមានអារម្មណ៍ថាវាអត់សូវអាចថាជាការងារនៅក្នុងក្តីសម័យយើងដែរដោយសារការងារខ្ញុំជាការងារត្រួតពិនិត្យគុណភាពសេវាកម្មអញ្ចឹងពេលខ្លះខ្ញុំទៅក្រៅពេលខ្លះខ្ញុំនៅ office ប៉ុន្តែទៅក្រៅហ្នឹងមិនន័យថាយើងទៅធ្វើការយើងជួបមនុស្សថ្មីអញ្ចឹងខ្ញុំទទួលបាន experience ថ្មីជួបមនុស្សថ្មីដែលខ្ញុំអាចអភិវឌ្ឍ communication ខ្ញុំឲ្យកាន់តែល្អប្រសើរជាងមុនទៀតអញ្ចឹងមានអារម្មណ៍ថាការងារហ្នឹងគឺឥឡូវ fully ស្រឡាញ់ហ្មងហ្នឹងហើយហ្មងអូខេអញ្ចឹងអរគុណច្រើនដែលបានចែករំលែកបទពិសោធន៍ពិតនៅក្នុងក្រុមហ៊ុន Orkin របស់យើងរយៈពេល90ថ្ងៃអូនឯងចុងអាចធ្វើការចែករំលែកតិចអាចនិយាយថាជាចុងក្រោយណាជា advice ទៅកាន់បងប្អូនដែលក៏កំពុងតែអាចបានមានថាកំពុងស្វែងរកការងារធ្វើឬក៏គាត់កំពុងតែរៀបចំផ្លាស់ប្ដូរក្រុមហ៊ុនថ្មីឬក៏គាត់កំពុងទៅក្នុង probation ហើយ struggle ណាចាគាត់ត្រូវមើលឬក៏ត្រៀមខ្លួនអីគេខ្លះក្នុងរយៈពេល90ថ្ងៃហ្នឹងកំឡុងពេល90ថ្ងៃតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំអាចនឹងមានadvice មួយចំនួនដែរតែនេះតាម experience របស់ខ្ញុំឯងអញ្ចឹងនៅក្នុង90ថ្ងៃវាប្រកាសជាមានថ្ងៃទី1អញ្ចឹងក្នុងថ្ងៃទី1ហ្នឹងខ្ញុំណែនាំថាយើងត្រូវតែបានទទួលអានឬក៏ដឹងឮពីកុងត្រាការងារជាមួយនឹងអាចថាទំនួលខុសត្រូវលើការងាររបស់យើងតើយើងធ្វើអីគេខ្លះហើយកុងត្រាការងារហ្នឹងបាន set អីគេខ្លះយើងទទួលបាន benefit អីគេខ្លះដើម្បីកុំឲ្យមាន conflict ទៅថ្ងៃក្រោយហើយមួយទៀតតកតងជាមួយនឹងក្នុងរយៈពេល90ថ្ងៃតើយើងធ្វើដូចមួយដេចដើម្បីអាច pass probation ឬក៏យើងអាចបន្តជាមួយក្រុមហ៊ុនបានអញ្ចឹងត្រូវប្រកាសថាយើងអាចសួរពី line manager របស់យើងថាយើងមានជា KPI ឬក៏មានអាចថាទំនួលខុសត្រូវការងារហ្នឹងអាច pass ការងារនឹងបានអញ្ចឹងកន្លែងហ្នឹងគឺជាចំណុចសំខាន់មែនទែនក្នុងការចាប់ផ្ដើមការងារក្នុងរយៈពេល90ថ្ងៃហ្នឹងចាហើយចំណុចទី2ហ្នឹងគឺភាពក្លាហានឬក៏ independent នៅក្នុងការងារអញ្ចឹងភាពក្លាហានមានន័យថា90ថ្ងៃគឺវាមាន challenge វាមានភាពលំបាកហើយអញ្ចឹងយើងត្រូវតែក្លាហានក្នុងការសួរក្នុងការសុំការណែនាំពីមិនថា HR មិនថា line manager របស់យើងឬក៏មិត្តរួមការងារយើងអត់យល់ឡើងណាគឺត្រូវតែសួរគាត់ហើយសុំការប្រឹក្សាយោបល់ឬក៏បើសិនជាគាត់អត់ check up ទេយើងត្រូវហ៊ានសួរកុំទុកដល់90ថ្ងៃធ្លាប់តែធ្លាក់ probation ទៅអត់ដឹងថាពេលត្រូវធ្វើអីគេខ្លះផងហេតុអីបានខ្ញុំធ្លាក់ហ្នឹងហើយអញ្ចឹងយើងត្រូវតែសួរត្រូវតែក្លាហានហើយចំណុចចុងក្រោយហ្នឹងអាចថាភាពអត់ធ្មត់ឬក៏ passion ខ្ញុំជឿថាកន្លែងណាក៏មានភាពពិបាកដែរនៅក្នុងការធ្វើការងារគឺអត់ងាយស្រួលទេក្នុងការផ្លាស់ប្ដូរការងារក៏រត់តែពិបាកទៀតដែរយើងជួបមនុស្សថ្មីអញ្ចឹងសូមឲ្យមានភាពអត់ធ្មត់ហើយប្រឹងប្រែងជំនះបន្តិចព្រោះបើសិនជាយើងអត់ធ្មត់ទេយើងឆេះឆាវខ្ញុំគិតថាយើងប្រកាសចិត្តអាចទៅមុខបានទេអូខេអរគុណអ្នកដែលបានចែកម្លែក advice ទៅកាន់បងប្អូនបងក៏មានហើយtip មួយចំនួនចែកម្លែកទៅបងប្អូនដែរក្នុងនាមបងជា HR តើសម្រាប់យើងជាបុគ្គលិកជាអ្នកដែលកំពុងស្វែងរកការងារធ្វើអត់ទាន់មានបទពិសោធន៍ឬក៏កំពុងតែគិតថាចង់ផ្លាស់ប្ដូរការងារទៅកន្លែងថ្មីហើយកំពុង struggle នៅក្នុង probation 90ថ្ងៃហ្នឹងបងឲ្យជា tip 7ចំណុចដែលគួរតែមើលនិងធ្វើនៅក្នុងរយៈពេល90ថ្ងៃហ្នឹងទី1គឺយើងត្រូវតែមើលពីបទបញ្ជាផ្ទៃក្នុងឲ្យដឹងគោលការណ៍ក្រុមហ៊ុនរបស់គេលក្ខខណ្ឌការងារបែបម៉េចឲ្យច្បាស់ហ្មងកុំឲ្យប្រព្រឹត្តខុសពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនព្រោះអីក្រុមហ៊ុននីមួយៗគេមានច្បាប់ទម្លាប់ខុសៗគ្នាដូចប្រទេសមានច្បាប់អញ្ចឹងណាអូខេទី2គឺយើងត្រូវអង្កេតទៅលើបរិយាកាសក្រុមហ៊ុនព្រោះអីបរិយាកាសរបស់ក្រុមហ៊ុនគឺក៏សំខាន់រួមចំណែកទៅលើការប៉ះពាល់ផ្លូវចិត្តរបស់យើងនៅក្នុងការធ្វើការឬបំពេញការងារដែរអញ្ចឹងពេលដែលយើងចូលទៅកន្លែងណាក៏យើងត្រូវអង្កេតមើលបរិយាកាសរបស់ក្រុមហ៊ុនដែរថាបរិយាកាសហ្នឹងជាបរិយាកាសដែលយើងពេញចិត្តអត់
ទី3គឺយើងត្រូវចេះរៀនបង្កើតទំនាក់ទំនងព្រោះអីពេលខ្លះដូចនេះដីគាត់បានលើកអំបញ្ញមិញអញ្ចឹងត្រូវហ៊ានជំនះចេះសួរនាំគេហ្នឹងគឺជាទំនាក់ទំនងបើកុំចាំតាតតែគេមកប្រាប់យើងធ្វើ1 2 3អីចេះទៅអត់ទេបើសិនជាយើងកំពុងតែមានចម្ងល់ឬក៏ចង់ដឹងថាគួរធ្វើម៉េចគឺចេះតែសួរគេហើយឬក៏ចេះតែសុំជំនួយពីគេឬក៏សួរបងមានអីអាចឲ្យខ្ញុំជួយបានអត់ឬក៏បងខ្ញុំអត់ចេះកន្លែងនេះខ្ញុំគួរតែធ្វើម៉េចបងគិតថាវាអត់មានអ្នកណាចេះសពគ្រប់ជាពិសេសយើងជាបុគ្គលិកថ្មីទៅក្រុមហ៊ុនថ្មីវាអត់ជាបញ្ហាតកតងជាមួយនឹងទី4គឺ KPI នៅក្នុង probation បងអូនត្រូវដឹងថាតើបងអូនគួរតែត្រូវធ្វើការអីគេខ្លះក្នុងរយៈពេល90ថ្ងៃហ្នឹងដើម្បីឲ្យជាប់ probation ហ្នឹងតកតងជាមួយនឹងទី5គឺជាការមើលទៅលើមេដឹកនាំឬក៏ line manager របស់យើងផ្ទាល់ខ្លួនហ្នឹងព្រោះអីមេដឹកនាំប្រៀបបានដូចជាមលុបជាឆាត់ដែលបាំងមលុបឲ្យយើងអញ្ចឹងបើសិនជាយើងធ្វើការនៅក្រោមមេដឹកនាំដែលអត់ធ្វើបានជួយ support យើងអត់ជួយមានការណែនាំយើងឬក៏ផ្ដល់ឱកាសយើងរីកចម្រើនទេគឺលំបាកណាស់សម្រាប់យើងដែលជាបុគ្គលិកថ្មីហើយយើងអត់ដឹងថាតើគួរតែទៅរកការ support ពីកន្លែងណាហើយទី5គឺជាការតាមដានការងារខ្លួនឯងនៅពេលដែលយើងដឹងថាយើងក្រុមហ៊ុនតម្រូវឲ្យឬក៏មេយើងនឹងតម្រូវឲ្យយើង3ខែហ្នឹងឬក៏90ថ្ងៃត្រូវ achieve អីគេខ្លះយើងក៏ត្រូវតាមដានការងាររបស់យើងដែរថាតើយើងបានធ្វើអីគេខ្លះហើយយើងនៅខ្វះខាតអីហើយយើងត្រូវachieve អីបន្តទៀតដើម្បីធ្វើយ៉ាងណាឲ្យ90ថ្ងៃយើងហ្នឹងគឺachieve ការងារដោយដែលខាងក្រុមហ៊ុនឬក៏មេយើងបានកំណត់ហើយបើយើងខ្វះខាតអីយើងត្រូវទៅរកជំនួយពីអ្នកណាអូខេទី6គឺតកតងជាមួយនឹងយើងត្រូវមើលទៅលើមេដឹកនាំរបស់យើងដែរព្រោះមេដឹកនាំសំខាន់ណាស់ប្រៀបបានដូចជាមលុបឲ្យយើងអញ្ចឹងគាត់គឺជាអ្នកផ្ដល់ឱកាសគឺជាអ្នកបង្រៀនយើងឲ្យយើងដឹងថាគួរទៅណាផ្ដល់ឱកាសយើងរីកចម្រើននៅក្នុងការងាររបស់យើងនឹងហើយតកតងជាមួយនឹងចុងក្រោយទី7គឺមើលទៅកាន់មិត្តរួមការងាររបស់យើងមិត្តរួមការងារប្រៀបដូចជាបងប្អូនដូចជាអ្នកជិតខាងរបស់យើងអញ្ចឹងបើសិនជាយើងធ្វើការនៅក្នុងនៅក្នុងក្រុមការងារដែលអត់មានការ support គ្នាចាំតែចាប់កំហុសគ្នាក៏យើងមានអារម្មណ៍ថាមានសម្ពាធផ្លូវចិត្តក្នុងការធ្វើការនៅក្នុងក្រុមនឹងដែរអញ្ចឹងនេះគឺជាការសារចាប់រំលែកពីបងក្នុងនាមជា HR 7ចំណុចគួរតែមើលនិងធ្វើនៅក្នុងរយៈពេល probation 90ថ្ងៃអញ្ចឹងការជជែករបស់យើងក្នុងថ្ងៃនេះបានមកដល់ទីបញ្ចប់ហើយអញ្ចឹងទៀតđâyអូនឯងចង់មានអីបន្ថែមជាចុងក្រោយអត់ចាបងអញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណទៅដល់ក្រុមហ៊ុនក៏ដូចជាថ្នាក់ដឹកនាំក៏ដូចជាបង HR ជាមួយនឹង line manager របស់ខ្ញុំដែលបានផ្ដល់ឱកាសការងារក៏ដូចជាវគ្គបណ្ដុះបណ្ដាលជាច្រើនមកកាន់រូបនាងខ្ញុំផងដែរជាចុងក្រោយការឆ្លងកាត់ដំណាក់កាលរយៈពេល90ថ្ងៃវាមិនមែនគ្រាន់តែជាការធ្វើយ៉ាងណាឲ្យផុតតែការងារសាកល្បងទេប៉ុន្តែវាគឺជាការកសាងទំនុកចិត្តនិងកេរ្តិ៍ឈ្មោះវិជ្ជាជីវៈរបស់យើងនៅក្នុងស្ថាប័នថ្មីហើយបើសិនជាបងប្អូនកំពុងតែស្វែងរកការងារឱកាសការងារនៅក្រុមហ៊ុន Okin កម្ពុជាអាចធ្វើការ check នៅលើ Facebook page របស់ HR បានដែលមានឈ្មោះថាចតុមុខ Service Career បើសិនបងប្អូនមានចម្ងល់អាចធ្វើការ comment នៅខាងក្រោមវីដេអូនេះបានអញ្ចឹងនាងខ្ញុំជាតានាងខ្ញុំនាងដីសូមអរគុណសូមជម្រាបលាជួបគ្នានៅអេពីសូតក្រោយ